ជម្រាបសួរអ្នកទាំងអស់គ្នាខាងឃើញនៅត្រាស់ចេញវីដេអូយូរហើយត្រូវទេអូខេចឹងថ្ងៃហ្នឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលពីសកម្មភាព training របស់យុវជនដែលគាត់ចូលរួមវគ្គបណ្ដុះបណ្ដាល Trust and I រដូវកាលទី2ជាមួយនឹងនៅត្រាស់ទាំងអស់គ្នាគ្នាទៅលើ topic នេះមួយប៉ុន្តែឥឡូវយើងចូលទៅសួរសំណួរខ្លះៗជាមួយគ្នាទៅសួរអូនហ្នឹងអញ្ចឹងបងចង់សួរសំណួរអូនខ្លះៗអញ្ចឹងមុននឹងអូនចូលជាមួយនឹងកម្មវិធី training Trust and I របស់ពួកយើងហ្នឹងចង់សួរថាតើអូនរំពឹងមានបានរំពឹងទៅអីគេខ្លះពីកម្មវិធីរបស់ពួកយើងសម្រាប់ការរំពឹងទៅខ្ញុំគឺខ្ញុំរំពឹងថានឹងមានការផ្សាយអ្នករូបថ្មីៗទៅបានតែដល់ថ្មីៗជាដើមចាបងខ្ញុំរៀនបានច្រើនតែជាពិសេសទាក់ទងSDG ក៏ដូចជាការ setting goal ពីបច្ចេកផ្សេងៗហើយនឹងជាពិសេសគឺបទពិសោធន៍ជីវិតផ្ទាល់ពីបងពីក្នុងមុននឹងចូលកម្មវិធីវគ្គបណ្ដុះបណ្ដាលរបស់ Notrash ខ្ញុំរំពឹងទុកវាលើសពីការរំពឹងទុករបស់ខ្ញុំអញ្ចឹងមុនខ្ញុំគិតថាខ្ញុំដឹងត្រឹមតែតាក់ទងទៅនឹង R3 Policy ទេតែជាក់ស្ដែងនៅពេលដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលរបស់Notrash មកខ្ញុំទទួលបានចំណេះដឹងតាក់ទងជាមួយនឹងការធ្វើគម្រោងហើយនឹងតាក់ទងជាមួយនឹងរឿង sustainable life ហើយក៏ដូចជា problem solving នៅក្នុងហ្នឹងមានច្រើនទៀតបងក៏ដូចជារឿងគាត់បានបង្ហាញឬក៏ environment មកឲ្យយើងយល់ដឹងអំពីតាក់ទងជា well being យើងនៅពេលដែលយើងអាយុ30ហ្នឹងតើយើងត្រូវមានកំណត់គោលដៅអីខ្លះអីចឹងណាបងខ្ញុំពិតជាអរគុណមែនទែនក្នុងកម្មវិធីរបស់ Notrash អរគុណច្រើនតពីបានសិក្សាអរយៈពេល2សប្តាហ៍មកខ្ញុំក៏បានយល់ដឹងពីការរបៀបទុកដាក់សម្រាមឬក៏ការកែច្នៃសម្រាមឲ្យមានរបៀបរៀបរយស្អាតបាតនិងមានការយល់ដឹងច្បាស់អំពីពេលនៅពេលដែលវាគ្មិនគាត់បានបញ្ចេញមតិយោបល់និងរបៀបផ្សេងៗដែលគាត់បានបង្រៀនមកកាន់នេះខ្ញុំទាំងអស់អរគុណសម្រាប់ខ្ញុំដោយសារតែខ្ញុំមកដំបូងនេះខ្ញុំមកពេញលើកទី1ហើយខ្ញុំទទួលបានការ share ពីសិស្សបងនោះគាត់ប្រាប់ថាឲ្យខ្ញុំនឹងមកចូលរួមកម្មវិធីសង្គមបានច្រើនដើម្បីទទួលបានបទពិសោធន៍ច្រើនហើយឲ្យខ្លួនឯងហ្នឹងនិយាយថាអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យកាន់តែល្អប្រសើរជាងមុន